សួស្តីបងប្អូនបាទហ្នឹងហើយថ្ងៃនេះមកចង់អាប់ដេតជាមួយនឹងទំហំពត្រាឲ្យបងប្អូនបានឃើញបន្តិចបងប្អូនបាទដោយសារតែកាលមុនវាផ្លែច្រើនមែនខ្ញុំថតក្នុងទំហំវាទូចអញ្ចឹងណាវាអត់ទាន់ធំប៉ុន្តែនៅពេលនេះហ្នឹងគឺវាធំហ្នឹងច្រើនប៉ុន្តែនៅអត់ទាន់ទុំទេបងប្អូនបាទវានៅអត់ទាន់ឆ្ងាញ់ទេដោយសារវានៅពណ៌នៅខៀវនៅឡើយប៉ុន្តែគាត់ថាវាទំហំវាហ្នឹងគឺវាធំវាប៉ុនក៏ដៃច្រើនអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងទំហំប៉ុណ្ណេះវានៅមានធំទៀតបងប្អូនបាទវានៅមានធំទៀតអញ្ចឹងណាបាទវាអត់ទាន់អស់ធំទេបាទអញ្ចឹងគាត់ឲ្យខ្ញុំប្រៀបធៀបជាមួយនឹងផ្លែដែលធំនេះបាទអញ្ចឹងដូចជាផ្លែនេះហើយបាទបើយើងប្រៀបធៀបជាមួយនឹងពងមាន់បាទអញ្ចឹងពងមាន់នេះគឺតូចមែនតើបើសិនជាប្រៀបធៀបជាមួយនឹងផ្លែបត្រាមួយនេះអញ្ចឹងណាបាទហ្នឹងហើយបាទនេះអីប្រៀបធៀបទៅគឺពងមាន់នៅតូចមែនតើបាទនេះអីបាទឃើញទេបាទធំជាងពងមាន់ឆ្ងាយវានិយាយរួមទៅធំជាងពងទាទៀតបាទហ្នឹងហើយបាទនេះអីឃើញទេបងប្អូនបាទឃើញទេគឺវាទំហំវាធំជាងពងមាន់ឆ្ងាយបាទឃើញទេអ្នកខ្លះគេថាទុកផ្លែច្រើននៅវាអត់ធំទេប៉ុន្តែគ្រាន់ថាខ្ញុំនេះវាមិនមែនថាយើងទុកយ៉ាងម៉េចទេប៉ុន្តែគ្រាន់តែយើងបេះចោលខ្លះប៉ុន្តែវាភាគច្រើនគឺយើងឲ្យបានបេះចោលអញ្ចឹងណាប៉ុន្តែវានៅតែមានធំមកចកោមផ្លែ2 3អីនៅតែមានធំអញ្ចឹងណាដូចនេះឲ្យ3ខ្ញុំបេះមួយក៏មុនវាធំមិនដែរខ្ញុំបេះអស់មួយទៅនៅសល់3ទៅនៅតែធំប៉ុនគ្នាបាទនេះឃើញនេះបាទឃើញនៅតែមានធំបាទហ្នឹងហើយអញ្ចឹងទំហំប៉ុណ្ណេះវាធម្មតាវាត្រូវតែមានរសជាតិឆ្ងាញ់ប៉ុន្តែខ្ញុំបានសាកលបងហើយវានៅខៀវបែបនេះគឺវាមានរសជាតិអត់ទាន់ឆ្ងាញ់ទេអត់ទាន់ឆ្ងាញ់ទេទាល់តែពណ៌រៀងក៏ហៅថាពណ៌រៀងលឿងសបាទបានរសជាតិឆ្ងាញ់ប៉ុន្តែប៉ុណ្ណេះអាចហូបបានហើយបាទប៉ុណ្ណេះអាចហូបបានប៉ុន្តែគាត់ថានៅស្ទើបាទនៅស្ទើវាទាល់តែលលោងបាទលលោងហើយវាមានពណ៌សបាទហ្នឹងហើយដូចពណ៌នេះអីពណ៌នេះរៀងក្រាត់មកតិចប៉ុន្តែនៅតែអត់ទាន់ឆ្ងាញ់ប្រហែលទេបាទពត្រានេះតាមពិតមានរសជាតិឆ្ងាញ់ប៉ុន្តែទាល់តែទុំដល់កំណត់វាបានវាឆ្ងាញ់អញ្ចឹងណាបងប្អូនបាទមានរសជាតិឆ្ងាញ់បើឲ្យហូបប៉ុណ្ណេះវាស្ទើហ្នឹងហើយវាអត់ទាន់ពេញរសជាតិវាអញ្ចឹងណាបងប្អូនបាទពត្រានេះគឺពូជពត្រាប៉មបាទធំដូចផ្លែប៉មរបស់គេមែនបាទហ្នឹងហើយថ្ងៃមុនខ្ញុំបានថតប្រៀបធៀបជាមួយនឹងកំប៉ុងវិជាវាប៉ិនគូតកំប៉ុងវិជាហ្នឹងហើយឥឡូវវាចាប់ផ្ដើមធំទៀតហើយប៉ុន្តែអត់ទាន់ឆ្ងាញ់ទេបាទហ្នឹងហើយចាំមើលដល់វាពេញបេះខ្ញុំនឹងថតឲ្យបងប្អូនមើលម្សាទៀតអញ្ចឹងណាបាទវាមានទំហំឆ្ងាញ់ហើយតែវាមានអស់ប៉ុណ្ណាអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអរគុណច្រើន